Hello សួស្តីអ្នកទាំងអស់គ្នាបាទមកមើលពីរបៀបឆ្កឹះពណ៌សក់បាទចំពោះជាងកាត់សក់ដៃថ្មីឬក៏គាត់ចេះហើយបាទចង់មើលពីបទពិសោធន៍របស់ខ្ញុំពេលដែលខ្ញុំឆ្កឹះពណ៌បាទគឺខ្ញុំប្រើប្រាស់អីខ្លះអញ្ចឹងណាឥឡូវមកមើលពីរបៀបឆ្កឹះពណ៌បាទពណ៌ផ្សែងបារីដំបូងខ្ញុំសិតសក់ភ្ញៀវឲ្យស្មើមកហើយបន្ទាប់មកយកកណាត់ដែលយើងត្រូវឆ្កឹះពណ៌ហ្នឹងយកមកហុំហើយយើងមកពាក់លើគាត់ទៅហើយយើងឆ្កឹះសរសៃសក់ចេញម្ដងបន្តិអីចឹងណាមកមើលសកម្មភាពខ្ញុំទាំងអស់គ្នាបងប្អូនបាទហើយជាងដៃថ្មីចង់ទទួលបទពិសោធន៍ថ្មីពីខ្ញុំអាចមើលវីដេអូនេះបានបាទគឺខ្ញុំឆ្កឹះប្រហោងហ្នឹងគឺយើងដើរទន្ទឹមទៅមុខអីចឹងណាហើយយើងម្ដងមកប្រហោងចឹងឆ្កឹះសរសៃសក់ដុំរៀងច្រើនខាក់បន្តិចដែរដើម្បីឲ្យមើលមកពេលដែលតម្លាក់សក់ទៅគឺឃើញពណ៌រៀងច្រើនអញ្ចឹងណាតាមចំណូលចិត្តភ្ញៀវជួនកាលភ្ញៀវគាត់អត់ចង់បានដិតខ្លាំងយើងយកតិចបាទពេលដែលយើងឆ្កឹះពណ៌រួចហើយក៏យើងចាប់ផ្ដើមលាយថ្នាំឲ្យលាបលើភ្ញៀវទៅដល់ពេលលាបហើយយើងកំណត់នាទី45អីចឹងណាចំពោះពណ៌ដែលខ្ញុំឆ្កឹះហ្នឹងខ្ញុំឆ្កឹះពណ៌ផ្សែងបារីគឺត្រូវលាប2ដងបាទឥឡូវគឺខ្ញុំលាបបានម្ដងហើយនៅសល់1តង់ទៀតអញ្ចឹងណានៅសល់1តង់ទៀតខ្ញុំធ្វើវីដេអូក្រោយបាទបងប្អូនកុំភ្លេចទស្សនាវីដេអូក្រោយបាទដើម្បីទទួលចំណេះដឹងថ្មីសម្រាប់ជាងថ្មីដៃថ្មីអីចឹងណាយើងអាចទស្សនាបាទនឹងបានចេះកាន់ច្រើនបាទអរគុណ